យើងអត់ដឹងអំពីគុណឪពុកម្ដាយប៉ុន្តែញាតិញោមនៅទីនេះគាត់ដឹងគុណចំពោះឪពុកម្ដាយគេថាដឹងមានដងញាតិញោមបើដឹងអត់ដងនៅតែអត់ដឹងហើយដូចជាក្នុងធម៌របស់ព្រះសម្មាសម្ពុទ្ធថាគឺថាមេត្តាបេតុឧបថានាំងពុទ្ធទារើសអសង្កហោអនាគលាចកម្មមន្តាអេតាមាំងក្រមុតតមាំងកិរិយាបម្រើនៅមេដាមួយកិរិយាបម្រើនៅបៃតាមួយសេចក្តីសង្គ្រោះដល់បុត្រនិងភរិយាមួយអញ្ចឹងគឺឪពុកម្ដាយគឺខំលះបង់ណាញាតិញោមដើម្បីកូនគឺលះបង់មែនតែនខំរកចំនួនផ្សេងជួនកាលទៅមានកេងប្រវាញ់គេខ្លះអីខ្លះដើម្បីកូនដើម្បីកូនហើយចិញ្ចឹមដូចថាឈាមស្រស់ប៉ុណ្ណាអត់មានគិតពីការនឿយហត់ចំពោះកូនចំពោះអីទេប៉ុណ្ណាគឺខំប្រឹងយ៉ាងណាគឺដើម្បីតែកូនដូចចំណាំតែចំនួនប្រែតគេថាញាតិញោមគេថាក៏ព្រោះតែកូនហ្នឹងហើយបានឪពុកមកធ្លាក់ជាប្រែតនោះអាហ្នឹងហើយគឺកម្មដែលយើងបានធ្វើគឺវាតែតែអញ្ចឹងប៉ុន្តែក្នុងវេលាឱកាសពេលនេះគឺកូនចៅដឹងនៅគុណចំពោះមេដាបៃតានេះគឺល្អណាស់ញាតិញោមគឺល្អបំផុតដោយសារយើងបានជួយដូចថាទំនុកបំរុងចំពោះមេដាបៃតាដូចថាជាពិសេសគេថាបនខែភ្លឺនិងខែល្ងិតញាតិញោមដូចញាតិញោមដូចថាឪពុកម្ដាយនៅរស់នៅរស់ញាតិញោមគេថាធ្វើបនខែភ្លឺហើយបើឪពុកម្ដាយគាត់បានអស់អាយុជីវិតទៅធ្វើបនខែល្ងិតចង់មានន័យថាពេលដែលខែភ្លឺគាត់នៅហូបបាននៅមើលឃើញអាហ្នឹងខែភ្លឺញាតិញោមហើយបើខែល្ងិតនោះគាត់ហូបមិនបានទេប៉ុន្តែបានបនកុសលដែលកូនចៅបានឧទ្ទិសឲ្យនេះអាហ្នឹងហើយប៉ុន្តែដែលគាត់មកទទួលផល្លានិសង្ឃចំពោះកូនចៅ